ហាមួយដែលយើងខំសាងជាមួយគ្នាជាច្រើនឆ្នាំច្រើនខែតែចុងក្រោយវាប្រែជាគ្មានន័យទៅរូបស្រីបានស្បត់បងជិះទៅយកគេអូខេអូនចាំស្ដាប់បងនឹងរៀបរាប់រឿងស្នេហាយើងពីមុនយើងធ្លាប់កុំសតកុំរកជាមួយនឹងគ្នាប៉ុន្តែពេលនេះពុំងាកបត់បងជិះទៅយកគេអូខេមានមែនចាំស្ដាប់បងនឹងរៀបរាប់រឿងអតីតកាលយើងពីមុនដែរអូនធ្វើឲ្យបងយំរាល់ថ្ងៃនេះឈួតពីជាខ្ញុំប្រឹងតែស្រមៃថាគេនឹងវិលវិញប៉ុន្តែពេលនេះគេបានជិះទៅគេទុកឲ្យខ្ញុំនៅរស់នៅរាល់ថ្ងៃរស់នៅម្នាក់ឯងដូចជាខ្លាញ់ដាច់ខ្សែនៅលើវេហារោគកោះរោគត្រូវមិនឃើញសោះឡើយណាព្រោះតែរូបអូនបំបែកបំបាក់ស្នេហាអូនជឿតាមម៉ាក់ប៉ាគេធ្វើឲ្យជីវ៉ាក្បត់បងជិះទៅយកគេអូខេមានមេអូនចាំស្ដាប់បងនឹងរៀបរាប់រៃរាប់រឿងដែលអូនធ្វើឲ្យបងយំជាច្រើនដងជាច្រើនសាបងចង់ប្រាប់អូនថាបងខ្លាចឲ្យបងរៀងឲ្យបងស្គាល់ឲ្យទៀតថាស្នេហាស្រឡាញ់តែបងប៉ុន្តែពេលនេះនួនល្អងអូនបានក្បត់បងជិះទៅយកគេអូខេនេះមេអូនដឹងទេថាប្រមម្នាក់នេះពិតជាសែនឈឺចាប់ហើយបងតែងតែគិតដល់អតីតកាលដែលយើងធ្លាប់នៅជាមួយនឹងគ្នាពេលយើងញ៉ាំបាយជាមួយនឹងពងទាយើងរស់នៅជាមួយគ្នាកាត់ខ្យល់កាត់ភ្លៀងមិនថាទៀតភ្លឺយើងនៅទៅធ្វើការបងតែងតែឮសំឡេងជីវ៉ាអូនមកសឹកប្រាប់បងថាបងដល់ម៉ោងធ្វើការប៉ុន្តែពេលនេះបែរជាគ្មានរូបស្រីអូនបានជិះទៅអូនមិនអាណិតនោះប្រុសម្នាក់នេះដែលធ្លាប់ធ្វើឲ្យឈរវីអូនសឹកបាយអូនសោចក្អាក់ក្អាយប៉ុន្តែពេលនេះគឺបងបានត្រឹមសោកស្ដាយព្រោះតែរូបអូន